ក្រសួងធនធានទឹកនិងឧតុនិយមបានចេញសេចក្តីជូនដំណឹងស្តីអំពីស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី26ដល់ថ្ងៃទី28ខែមីនាឆ្នាំ2025ឲ្យដឹងថារបបខ្យល់មូសុងអេសានជាមួយនឹងសម្ពាធទាបគ្របដណ្ដប់លើសមុទ្រចិនខាងត្បូងអាងទន្លេមេគង្គក្រោមនិងលើព្រះរាជាណាចក្រកម្ពុជាស្ថានភាពបែបនេះធ្វើឲ្យចាប់ពីថ្ងៃទី26ដល់ថ្ងៃទី28ខែមីនាឆ្នាំ2025នៅតំបន់វាលទំនាបសីតុណ្ហភាពអបបរមា22អង្សាសេនិងសីតុណ្ហភាពអតិបរមា35អង្សាសេខ្យល់បក់មកពីទិសបូនិងទិសអាគ្នេយ៍ល្បឿនមធ្យម3ម៉ែត្រក្នុង1វិនាទីខេត្តបាត់ដំបងពោធិ៍សាត់អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី 10% តំបន់ខ្ពង់រាបមានសីតុណ្ហភាពមធ្យមអបបរមា21អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា34អង្សាសេខ្យល់បក់មកពីទិសបូនិងទិសអាគ្នេយ៍មានល្បឿនមធ្យម2ម៉ែត្រក្នុង1វិនាទីខេត្តបៃលិនកំពង់ស្ពឺនិងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី 10% តំបន់មាត់សមុទ្រមានសីតុណ្ហភាពមធ្យមអបបរមា24អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា33អង្សាសេខ្យល់បក់មកពីទិសបូនិងទិសអាគ្នេយ៍ល្បឿនមធ្យម3ម៉ែត្រក្នុង1វិនាទីខេត្តកោះកុងព្រះសីហនុកំពតនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី 10% រលកសមុទ្រមានកម្ពស់មធ្យមអបបរមា 0.25 ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា 0.75 ម៉ែត្រ